ខ្លាញ់ប្រហែលជាខ្ទង់1 គីឡូជាងបង72 គីឡូបានខ្លាញ់ប្រហែលជាខ្ទង់នេះចាននេះធំណាស់ចូលសាច់3ជាន់ចេញបានច្រើនខ្លាញ់ក្បាលពោះឯងប៉ុន្តែខ្លាញ់ពួកនេះរឹងហើយស្រួយល្មមឆ្ងាញ់បងខ្លាញ់ជ្រូកបងនេះកាក់ខ្លាញ់ដែលចម្រាញ់ចេញមកសាច់កាក់ខ្លាញ់អានោះរឹងបងហើយបើយើងដាក់លាយអាសាច់តិចទៀតល្អហ្មងប៉ុន្តែគាត់ថាបើយើងដាក់លាយសាច់វាធ្វើខ្លាញ់យើងឡើងខ្មៅឬក៏ឡើងក្រហមខ្លាំងតែនេះអត់ទេពណ៌ថ្លាប៉ុន្តែវាចាំងនេះពីពណ៌ផ្កានេះអញ្ចឹងវាឃើញពណ៌ខ្លាញ់យើងពណ៌អញ្ចឹងបងប៉ុន្តែតាមពិតថ្លាអានេះស្លតពាំងអីឬមួយយកទៅចំហុយផ្អកចំហុយអីដាក់ខ្លាញ់ជ្រូកចូលបងអូយនិយាយថាជាតិឡើងនិយាយ